រឿងខ្លាឃ្មុំនិងសម្បុកឃ្មុំមិនចេះហើមានខ្លាឃ្មុំមួយក្បាលឈ្មោះពោជាខ្លាឃ្មុំដែលចូលចិត្តស៊ីឃ្មុំខ្លាំងណាស់ថ្ងៃមួយវាឃើញសម្បុកឃ្មុំធំមួយនៅត្រង់ចុងមែកឈើខ្ពស់ពោបាននិយាយទៅកាន់ខ្លួនឯងថាហឹមថ្ងៃនេះខ្ញុំនឹងស៊ីឃ្មុំឲ្យឆ្អែតម្ដងពោមិនដឹងពីរបៀបឡើងឈើទេវាបានសួរទៅកាន់មិត្តភក្តិរបស់វាគឺស្វាអើយតើធ្វើយ៉ាងម៉េចទើបអាចឡើងឈើបានស្វាឆ្លើយទាំងហួសចិត្តពោឯងជាខ្លាឃ្មុំឯងមានតែជើង4តើឡើងឈើមិនកើតពោមិនស្ដាប់ទេវាបានយកមែកឈើធំពីរមកចងជាប់នឹងដៃរួចព្យាយាមឡើងឈើពោបសម្មែកឈើយ៉ាងខ្លាំងរួចស្រែកថាមើលណាស់ខ្ញុំឡើងបានហើយវាបានឡើងដល់ពាក់កណ្ដាលឈើប៊ូពោមិនបានឡើងដល់ចុងឈើទេគឺវាធ្លាក់មកដីបោះជំរំត្រង់ចម្ផុតតែម្ដងសត្វខ្ងោកដែលនៅក្បែរនោះនាំគ្នាស្រែកសាច់ថាអូពោឯងមិនមែនឡើងដូចស្វាទេតែឯងចុះចតដូចដំឡូងមេធ្លាក់ពីលើទេអញ្ចឹងពោងើបពីភក់ទាំងមុខខ្មៅស្រទុំរួចនិយាយទាំងអៀនថាខ្ញុំមិនមែនធ្លាក់ទេមិញនឹងគឺខ្ញុំចង់ចុះមកងូតទឹកភក់តាអត្ថន័យអប់រំមនុស្សយើងម្នាក់មានសមត្ថភាពរៀងខ្លួនកុំព្យាយាមធ្វើអ្វីដែលមិនមែនជាធម្មជាតិរបស់ខ្លួនឯងខ្លាំងពេកការចេះទទួលស្គាល់ការពិតជាភាពក្លាហានមួយ